ព្រំដែនថៃមីយ៉ាន់ម៉ាជំរំយោធាប្លីដូដែលកាន់កាប់ដោយទាហានយោធាប្រហែល100នាក់ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសថៃដោយចុះចាញ់ KNLAយោងតាមប្រភពជួរមុខបានឲ្យដឹងថាកម្លាំងបដិវត្តដែលដឹកនាំដោយ KNLA បានវាយប្រហារនិងដណ្ដើមយកជំរំយោធាមួយនៅជិតភូមិប្លីដូសង្កាត់កៅការ៉េកជាប់ព្រំដែនថៃមីយ៉ាន់ម៉ាហើយទាហានជាច្រើននាក់មកពីក្រុមយោធាមីងអងលៀងបានភៀសខ្លួនទៅកាន់ប្រទេសថៃដោយចុះចាញ់នៅវេលាម៉ោង 5 ល្ងាចថ្ងៃទី 23 ខែឧសភាកងទ័ពរំដោះជាតិការ៉ែនហៅកាត់ថា KNLA កម្លាំងការពារជាតិការ៉ែនហៅកាត់ថា KNDO និងកម្លាំងការពារប្រជាជនហៅកាត់ថា PDF ដឹកនាំដោយ KNU កងពលតូចលេខ 6 បានវាយប្រហារនិងដណ្ដើមយកជំរំលីដូនៃក្រុមប្រឹក្សាយោធាក្នុងការប្រយុទ្ធដណ្ដើមយកជំរំនេះមានការស្លាប់អ្នកចោះចាញ់គឺខាងយោធាមីងអងលៀងហើយក៏មានជនភៀសខ្លួនទៅខាងប្រទេសថៃផងដែរនេះបើយោងតាមប្រភពពីក្រុមបដិវត្តហេតុការណ៍នេះបានរាយការណ៍ឲ្យដឹងថាមានទាហានស្លាប់ជាច្រើនអ្នកនៅក្នុងជំរំជាង20នាក់បានចោះចាញ់និងប្រហែល25នាក់បានភៀសខ្លួនទៅក្នុងប្រទេសថៃហើយក្នុងជំរំនោះត្រូវបានគេដឹងថាមានទាហានប្រហែល100នាក់ឈរជើងនៅក្នុងជំរំនោះនៅមានមួយចំនួនទៀតដែលបានភៀសខ្លួនហើយកំពុងលាក់ខ្លួននៅតាមវាលស្រែហើយក្រុម KNU កំពុងតែស្វែងរកចាប់ខ្លួនពួកគេទីភ្នាក់ងារសារព័ត៌មានថៃមតិជនអនឡាញដែលមានមូលដ្ឋាននៅប្រទេសថៃក៏បានរាយការណ៍ផងដែរថាបន្ទាប់ពី KNU ដណ្ដើមបានជំរំយោធាប្លីដូមានទាហានប្រហែល60នាក់បានស្លាប់ខ្លះរត់គេចខ្លួននិងរងរបួសហើយអ្នកដែលរត់គេចខ្លួនប្រហែលជាបានចូលទៅក្នុងទឹកដីថៃសូមបញ្ជាក់ថាជំរំយោធាប្លីដូធ្លាប់បានបំផ្លាញដោយកងកម្លាំងសម្ព័ន្ធមិត្ត KNLA ម្ដងហើយដោយបានវាយប្រហារដោយកម្លាំងបដិវត្តកាលពីថ្ងៃទី 27 ខែមីនាឆ្នាំ 2022ទាហានក្រុមប្រឹក្សាយោធាប្រហែល60នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិនោះបន្ទាប់មកក្រុមយោធាបានត្រឡប់ទៅជំរំនោះវិញហើយឡើងកាន់គ្រប់គ្រងសារជាថ្មីដូច្នេះនៅខែឧសភាឆ្នាំ 2025ត្រូវបានរងការវាយប្រហារម្ដងទៀតនៅក្នុងឱកាសនេះ